ទៅស្ថានីយ៍ប៉ុស្តិ៍វិទ្យាទៅមើលការនេះពេលវាយនៅបរិយាឡាកីឡាករយើងពេលចេញពីហ្នឹងហើយដូចនួនភិរមអីចេញពីហ្នឹងហើយជិះម៉ូតូបុកអញ្ចឹងបានន័យថាពេលហ្នឹងយើងនៅខ្វះអ្នកជួយទៅបន្តខ្លះបានន័យយើងកីឡាករយើងមានប៉ុន្តែខ្វះអ្នកជួយបន្តប៉ុន្តែឥឡូវកីឡាករយើងដូចលោកក្រុមសំណាងអត់ពីណាពួកអីហ្នឹងគាត់តែមានផ្ទះឲ្យសាលាចឹងឡៃទៅក្នុងនាមនឹងទីថាអត់អស់មួយសบายចិត្តតែហ្មងសบายចិត្តនេះសบายចិត្តខ្លាំងដែលឃើញថាកីឡាករយើងឃើញថាគាត់ខិតខំទាំងកម្លាំងកាយចិត្តហើយទៅប្រកួតជាមួយគេដើម្បីវាបង្ហាញពីអត្តសញ្ញាណរបស់ប្រទេសរបស់យើងដែលគេរំលែកតាំងពីរាប់ពាន់ឆ្នាំមកហើយគាត់ខិតខំទៅធ្វើហើយបានបញ្ចេញពីដូចទៅជាក់ស្ដែងទៅប្រកួតទៅប្រទេសវៀតណាមទៅប្រទេសថៃលឺតែគេមកលឺតែឯងយើងដឹងពីស៊ីអននៅឯអីវិញឯងនេះតែយើងចង់ឲ្យថាតម្លៃមួយទៅខ្ពស់តែកីឡាករយើងក៏ខិតខំខំប្រឹងធ្វើខ្លាំងមែនទេឲ្យធ្វើឲ្យគាត់មានលទ្ធភាពទទួលយកនៅវិស័យដើម្បីមកមានពិភពហើយជាពិសេសគាត់ខិតខំគាត់អាចចាត់ទៀតដោយសារគាត់ខិតខំហើយដល់ទាំងវិញប្រពន្ធកូនគាត់អោបគាត់ថាមានសតិអង្គុយដោយសារគាត់មានថវិកាសំរុំដែរមិនមែនទៅលេងយ៉ាងទេមកវិញជីពោពុកអីណាមែនទេដល់ណាមែនហ្នឹងចាក់ដៃមួយទៅហើយពិសេសបំផុតយើងឃើញថាឥឡូវនេះទៅបណ្ដាពិភពលោកយើងតែចាប់ដើមស្គាល់ពីគេឈ្មោះពីឈ្មោះបណ្ដាគុណខ្មែរយើងតាមទៅខាងហើយជាមួយបណ្ដាពុកស៊ីយើងគេតែទៅស្នើសុំពីហូបមិនមានន័យថាឥឡូវមានន័យថាគេគិតថាយើងខ្លាំងបានគេឲ្យយើងទៅជាគួតបើគេយើងមិនខ្លាំងគេគិតយើងចោលកន្លែងនេះចំណុចទី2ដែលខ្ញុំគិតថាយើងសប្បាយចិត្តដោយសារកីឡាករគុណខ្មែរនិងកីឡាបុកស៊ីយើងចាប់ដើមគួតទៅដល់កម្រិតថ្នាក់លោកកម្រិតថ្នាក់អន្តរជាតិប៉ុន្តែខ្ញុំនៅសូមឲ្យកីឡាករយើងគិតចេះអត់អាជីពជាអ្នកកីឡាបណ្ដោះវាមិនមែនមានតែកីឡាគុណខ្មែរទេវាមានកីឡានៅក្នុងស្អីមានពិភពលោកច្រើនយុគគួរឲ្យយើងខិតខំរៀនបន្ថែមទៀតអានេះគិតខិតខំរៀនបន្ថែមទៀតដើម្បីធ្វើឲ្យយើងចេះអាជីពយើងកាន់តែច្រើនពីដូនតាយើងឲ្យមកជារឿងមួយប៉ុន្តែយើងត្រូវអភិវឌ្ឍខ្លួនយើងទៅចេះអញ្ចឹងទី1ខ្ញុំសប្បាយចិត្តមែនទែនឃើញកីឡាករយើងមានលទ្ធភាពមានផ្ទះមានអីហើយផ្លាស់ប្ដូរជីវភាពធ្វើឲ្យមនុស្សមួយគឺថាមានជីវភាពសមរម្យតែខ្សែគាត់ខិតខំពុះពៀខាងខ្លាំងដើម្បីធ្វើម៉េចដើម្បីយកពីរូបពេលឈ្មោះមកទៅមកប្រទេសនេះប៉ុន្តែបើគាត់ទៅមកវិញអាជីវភាពគាត់ពិបាកថោកយ៉ាធ្វើម៉េចអញ្ចឹងអ្នកឯងហ្នឹងដែលខ្ញុំសូមអរសាទរមែនតើហើយខ្ញុំសប្បាយចិត្តណាស់ក្នុងនាមជាអ្នកដឹកនាំដែលជួយឧបត្ថម្ភជារៀងរាល់អាទិត្យតែក្នុងមួយខែគាត់តែជូនកីឡាករអាលុយដែលយើងឲ្យទៅគាត់ថ្លៃខ្លួនគាត់មួយប៉ុន្តែជួយឧបត្ថម្ភដើម្បីលើកទឹកចិត្តគាត់ដើម្បីលើកទឹកថាអ្នកឯងទៅខ្លាំងប្រកែបានរង្វាន់ពិសេសដែរបានលើកទៅក្នុងខែទៀតក្នុងមួយខែមួយខែ60ទៅ70នាក់អញ្ចឹងជាកន្លែងមួយដែលខ្ញុំសប្បាយចិត្តតែបានឲ្យគាត់ខ្លាំងហើយបាទខ្ញុំឧបត្ថម្ភគាត់ទៅ60ទៅ70នាក់គាត់ខ្លាំងណាស់បានតែអញ្ចឹងអាលុយនោះបានគាត់ទៅអាចសំគុណជ្រូកទៀតសំនៅប្រាក់សំនៅវិញ្ញាណទៀតហើយទី2ធ្វើឲ្យឈ្មោះទៀតបោះជំនាញទៅទីទៀតគឺមកកីឡាករឥឡូវចាប់ដើមទៅប្រទេសអញ្ចឹងយើងគិតថានេះជាកិត្តិយសគេគិតយសតែសម្រាប់ពេលកម្ពុជាដែលធ្វើឲ្យគេស្គាល់កាន់តែច្បាស់ពីឈ្មោះកីឡាបណ្ដាលយើងពីជំនាន់មកពាក់របស់យើងឲ្យគេកាន់តែស្គាល់ច្បាស់ហើយយើងកំពុងតែខិតខំបណ្ដុះបណ្ដាលខិតខំធ្វើឲ្យមានឈ្មោះនឹងសក់ស្អាយរកយ៉ាងឆាប់បើយើងមិនមកគ្នាធ្វើវាបណ្ដុះបណ្ដាលទេនឹងជាចាក់ដល់ថ្ងៃ